បាទព័ត៌មានទី1នេះគឺជាការប្រកាសរបស់ជាបន្តបន្ទាប់នៅក្នុងគេហទំព័ររបស់ខាងមន្ត្រីរដ្ឋាភិបាលនិងថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជាvàខាងស្ថានទូតរបស់សហរដ្ឋអាមេរិកនៅមិនទាន់ឃើញមានផ្សាយនៅឡើយទេដូច្នេះខ្ញុំសូមដកស្រង់ពីប្រភពរបស់រដ្ឋាភិបាលកម្ពុជាដែលមានតាំងពីថ្នាក់ដឹកនាំកម្ពុជាគឺនាយករដ្ឋមន្ត្រីកម្ពុជាក្រសួងការបរទេសហើយនិងក្រសួងការពារជាតិផងបើយោងតាមប្រភពរដ្ឋាភិបាលកម្ពុជាគឺបានដឹងថាលោក Michael de Sommer បានលោកជាឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកហើយជាអ្នកទទួលបន្ទុកតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិកបាទលោកបានជួបពិភាក្សាការងារជាមួយនឹងថ្នាក់ដឹកនាំកម្ពុជាគឺដំបូងជួបជាមួយនឹងលោកហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃអង្គារនេះបាទហើយលោក Michael ក៏បានបញ្ជាក់អំពីការពិភាក្សាគ្នានឹងបាទហើយនឹងពិភាក្សាការងារពាក់ព័ន្ធទំនាក់ទំនងរវាងកម្ពុជាជាមួយនឹងសហរដ្ឋអាមេរិកហើយលោកក៏បានជួបជាមួយនឹងលោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់កម្ពុជាគឺលោកប្រាក់សុខុនផងដែរដែលនៅក្នុងទំព័ររបស់ Facebook របស់លោកប្រាក់សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសនោះលោកបាននិយាយដោយលម្អិតបន្ថែមទៀតលោកថាកម្ពុជាបានសម្ដែងនៅអំណរគុណដល់លោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ចំពោះការដើរតួនាទីដ៏សំខាន់ក្នុងការធានាបាននូវកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃនិងកម្ពុជាក៏បានបញ្ជាក់ឡើងវិញនៅការបដិញ្ញាចិត្តឥតងាករេរបស់កម្ពុជាចំពោះកិច្ចព្រមព្រៀងសន្តិភាពនេះបាទនោះគឺបានន័យថាភាគីកម្ពុជាផ្ដល់តម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់សហរដ្ឋអាមេរិកហើយលោករដ្ឋមន្ត្រីបានបន្ថែមទៀតថាភាគីទាំងពីរក៏បានពិភាក្សាអំពីការទំនាក់ទំនងទ្វេភាគីតាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនដូចជាពាណិជ្ជកម្មវិនិយោគទុនការពារជាតិការប្រយុទ្ធប្រឆាំងនិងឧក្រិដ្ឋកម្មឆ្លងដែនជាដើមបាទនេះគឺជាអ្វីដែលខាងកម្ពុជាបានបង្ហាញហើយក៏លោកក៏បានលោក Michael ក៏បានទៅជួបជាមួយនឹងលោករដ្ឋលេខាធិការក្រសួងការពារជាតិរបស់កម្ពុជាផងដែរបាទដើម្បីពិភាក្សាអំពីការងារមួយចំនួនទៀតបាទហើយទន្ទឹមនឹងនោះដែរគឺបើសិនខ្ញុំក៏ទៅពិនិត្យមើលខាងFacebook របស់រដ្ឋាភិបាលថៃដែរបាទ Facebook របស់រដ្ឋាភិបាលថៃគឺក៏បានបង្ហាញលោកឧបការីរដ្ឋមន្ត្រីការបរទេសនោះក៏បានទៅដល់ប្រទេសថៃហើយក៏បានទៅចូលរួមក្នុងសរសេរកំណត់ក្រាំងមាសដែលសម្ដែងនៅមរណទុក្ខចំពោះព្រះមហាក្សត្រីយានីថៃផងដែរបាទនេះគឺជារូបដែលខាង Facebook របស់រដ្ឋាភិបាលថៃបានចេញជាផ្លូវការបង្ហាញឲ្យដឹងណាបាទហើយជាសារបានអំពីលោក Sommer លោក Michael គឺលោកក៏ជាឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកប្រចាំលោកក៏ធ្លាប់ជាអតីតឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកប្រចាំនៅប្រទេសថៃដែររហូតដល់ឆ្នាំ2021ហើយលោកប្រធានាធិបតី Donald Trump ទើបតែតាំងលោកសម្រាប់តំណែងនេះកាលពីពេលថ្មីនេះតែប៉ុណ្ណោះបាទដូច្នេះជាសរុបមកវិញគឺកិច្ចការរវាងកម្ពុជាហើយនិងថៃគឺលោកបានយល់ដឹងកាន់តែច្បាស់ថែមទៀតណាបាទអញ្ចឹងនេះគឺជាការវិវត្តមួយដែលបង្ហាញអំពីទំនាក់ទំនងរវាងសហរដ្ឋអាមេរិកជាមួយនឹងប្រទេសកម្ពុជាដោយមានមន្ត្រីជាន់ខ្ពស់របស់កម្ពុជាសហរដ្ឋអាមេរិកទៅជួបជាមួយនឹងថ្នាក់ដឹកនាំកម្ពុជាបាទជាពិសេសគឺបានជួបដល់នាយករដ្ឋមន្ត្រីរបស់កម្ពុជាតែម្ដងបាទតាមធម្មតាក្នុងពេលកន្លងមកគឺបានជួបតែយូរម្ដងបានជួបជាមួយនឹងថ្នាក់ដឹកនាំកម្ពុជាពេលខ្លះក៏ជួបតែរដ្ឋមន្ត្រីក្រសួងការបរទេសបាទប៉ុន្តែឥឡូវនេះគឺកម្ពុជាបានទទួលជួបបាទលោកហើយនឹងពិភាក្សាការងារជាច្រើនក៏ដូចជាការសម្ដែងការគួរសមផងដែរប៉ុន្តែខ្លឹមសារលម្អិតគឺខាងស្ថានទូតសហរដ្ឋអាមេរិកនៅមិនទាន់បានបង្ហាញខ្លឹមសារនៅឡើយទេបាទបើទោះបីជានៅក្នុងនោះយើងមានឃើញលោកស្រីភិរៈធារីក៏អញ្ជើញចូលរួមផងដែរហើយមានខាងយោធារបស់ខាងសហរដ្ឋអាមេរិកបាទក៏បានទៅចូលរួមនៅក្នុងនោះដែរមន្ត្រីយោធារបស់សហរដ្ឋអាមេរិកបាទក៏បានទៅចូលរួមនៅក្នុងកិច្ចប្រជុំនឹងផងដែរអញ្ចឹងគឺដោយក្រសួងការបរទេសរបស់កម្ពុជាបានបញ្ជាក់ឲ្យគឺមានកិច្ចការជាច្រើនពាណិជ្ជកម្មនិងការបរទេសហើយនឹងយោធាផងដែរទំនាក់ទំនងក៏ដូចជាការទប់ស្កាត់នៅការឆបោកតាមអនឡាញដែលជាក្តីបារម្ភរបស់សហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ននេះបាទអញ្ចឹងបញ្ហានេះនឹងត្រូវបានដោះស្រាយណាបាទអញ្ចឹងបើសិនជាមានអ្វីថ្មីទៀតខ្ញុំនឹងជម្រាបជូនប្រិយមិត្តនៅពេលក្រោយ
ហើយព័ត៌មានទី2នេះបាទគឺជាប្រភពចេញពីក្រសួងការពិជាតិរបស់កម្ពុជាដែលបានបង្ហាញឲ្យដឹងថាក្រុមអ្នកសង្កេតការណ៍បាទក្រុមអ្នកសង្កេតការណ៍អាស៊ានគឺ AOT ហ្នឹងបានចុះត្រួតពិនិត្យមើលកន្លែងការអនុវត្តការកែសម្រួលនិងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធ្ងន់សម្រាប់ដំណាក់កាលទី1បាទដែលត្រូវបានបញ្ជូនមកទីតាំងដើមវិញនៅក្នុងខេត្តកណ្ដាលចឹងបានន័យថាកម្ពុជាបញ្ជូនតាំងពីខេត្តព្រះវិហារបាទគឺយុទ្ធោបករណ៍ហ្នឹងគឺយកមកពីស្រុកជាំខ្សាននិងស្រុករវៀងខេត្តព្រះវិហារយកមកដាក់នៅខេត្តកណ្ដាលបាទនៅឆ្ងាយពីព្រំដែនហ្នឹងណាបាទដើម្បីបង្ហាញនៅទំនុកចិត្តរវាងកម្ពុជានិងថៃថាស្ថានភាពនឹងវិលត្រឡប់មករកភាពធម្មតាឡើងវិញហើយលោកស្រីម៉ាលីសុជាតាដែលជាអ្នកនាំពាក្យក្រសួងការពិជាតិនៃប្រទេសកម្ពុជាហ្នឹងគឺលោកស្រីបានបញ្ជាក់ឲ្យដឹងថាការចុះត្រួតពិនិត្យនេះគឺកើតឡើងនៅម៉ោង11ព្រឹកមិញមក11ព្រឹកមិញគឺការចុះពិនិត្យហ្នឹងគឺក៏ត្រូវបានមាននៅក្នុងខេត្តកំពង់ស្ពឺទៀតផងដែរបាទក៏ត្រួតពិនិត្យនៅខេត្តកំពង់ស្ពឺផងដែរបាទចឹងបានន័យថាមានខេត្តកណ្ដាលផងខេត្តកំពង់ស្ពឺផងដែលបានសម្របសម្រួលឲ្យមានការត្រួតពិនិត្យក្នុងពេលបច្ចុប្បន្ននេះណាបាទខាងភាគីកម្ពុជាចឹងបើតាមក្រសួងការពិជាតិរបស់កម្ពុជាគឺអ្នកស្រីម៉ាលីសុជាតាបានបញ្ជាក់ថាសកម្មភាពខាងលើគឺជាការបង្ហាញយ៉ាងច្បាស់ពីកាយវិការសុឆន្ទៈនិងការបញ្ជាក់ពីការតាំងចិត្តដ៏ម៉ឺងម៉ាត់ឥតងាករេរបស់កម្ពុជាក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡំពួរស្តីពីសន្តិភាពរវាងកម្ពុជានិងថៃដែលត្រូវបានចុះហត្ថលេខាដោយមេដឹកនាំកម្ពុជាហើយនិងមេដឹកនាំប្រទេសថៃហើយនឹងមានជាសាក្សីដោយលោកប្រធានាធិបតីសហរដ្ឋអាមេរិកនិងនាយករដ្ឋមន្ត្រីរបស់ម៉ាឡេស៊ីបាទហើយអ្នកស្រីបានបញ្ចប់ដោយបញ្ជាក់ថាជាមួយគ្នានេះកម្ពុជាសង្ឃឹមយ៉ាងមុតមមថាទាំងភាគីកម្ពុជានិងភាគីថៃនឹងអនុវត្តឲ្យបានពេញលេញនិងប្រកបដោយប្រសិទ្ធភាពនៅសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡំពួរស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដោយភាពស្មោះត្រង់សុឆន្ទៈនិងតម្លាភាពសម្ដៅចូលរួមចំណែកដល់ការលើកកម្ពស់សន្តិភាពស្ថិរភាពនិងកិច្ចសហប្រតិបត្តិការអភិវឌ្ឍនិងការវិលត្រឡប់ទៅភាពក្រដីឡើងវិញឲ្យបានឆាប់បាទនេះគឺជាជំហររបស់កម្ពុជាដែលបានបញ្ជាក់តាមរយៈក្រសួងការពិជាតិរបស់កម្ពុជាអញ្ចឹងខ្ញុំសូមជម្រាបជូនប្រិយមិត្តឲ្យបានដឹងប៉ុណ្ណេះមកពីខាងភាគីកម្ពុជាហើយនៅខាងភាគីថៃវិញបើយោងតាមព័ត៌មានទី3គឺយោងតាមកាសែត Khawsod ជាភាសាអង់គ្លេសរបស់ខាងថៃនោះបានដកស្រង់សម្ដីរបស់លោករដ្ឋមន្ត្រីក្រសួងការពិជាតិរបស់ថៃបាទដែលបាននិយាយពាក់ព័ន្ធជាមួយនឹងស្ថានភាពព្រំដែនរវាងកម្ពុជាហើយនិងថៃបើយោងតាមកាសែត Khawsod បានឲ្យដឹងថាលោករដ្ឋមន្ត្រីការពិជាតិថៃគឺលោកណតផនហ្នឹងនៅតែទទូចទាមទារយកប្រាសាទតាក្របីមកវិញបាទដោយដំបូងលោកថាឥឡូវនឹងសូមបោះសម្អាតមីនជាមុនសិនបាទហើយប្រសិនបើកម្ពុជាមិនប្រគល់ឲ្យថៃវិញទេបញ្ហាផ្សេងទៀតនឹងមិនត្រូវបានពិភាក្សាទេហើយច្រកព្រំដែនក៏នឹងមិនបើកវិញផងដែរបាទលោកបាននិយាយដោយសម្ដីធ្ងន់ៗដូចនេះហើយការថ្លែងរបស់លោកណតផននោះគឺធ្វើឡើងនៅរសៀលថ្ងៃទី4ខែវិច្ឆិកានេះនៅវេលាម៉ោង 12:30 នាទីបាទអញ្ចឹងបានន័យថាកាលពី10ម៉ោងមុនបាទ10ម៉ោងមុនគឺនៅវិមានរដ្ឋាភិបាលរបស់រដ្ឋាភិបាលថៃតែម្ដងបាទហើយបើយោងតាមសម្រង់សម្ដីដើមរបស់លោករដ្ឋមន្ត្រីគឺលោកបានបញ្ជាក់ថាវិធានការមួយប្រសិនបើយើងមិនបានបោះសម្អាតមាននៅតំបន់ប្រាសាទតាក្របីទេគឺយើងនឹងមិនពិភាក្សាអំពីបញ្ហាផ្សេងទៀតដូចជាការបើកច្រកព្រំដែនទេយើងបានប្រាប់កម្ពុជារួចហើយថាប្រាសាទតាក្របីពាក់ព័ន្ធនឹងការរំលោភលើអនុសញ្ញាទីក្រុងហ្សឺណែវទាក់ទងនឹងការប្រើប្រាស់ទីតាំងប្រវត្តិសាស្ត្រជាបន្ទាយយោធាហើយការដាក់មីននៅជុំវិញប្រាសាទតាក្របីគឺជាការរំលោភលើអនុសញ្ញាទីក្រុងអូតាវ៉ាដូច្នេះយើងមិនអាចទទួលយកបានទេតែថាពួកគេរឹបអូសយកពីយើងបាទអញ្ចឹងនេះគឺជាអ្វីដែលរដ្ឋមន្ត្រីក្រសួងការពិជាតិថៃបានថ្លែងឡើងបាទតាក់ទងជាមួយនឹងការយកទីតាំងទៅធ្វើជាមន្ទីរប៉ុន្តែនៅក្នុងពេលកន្លងមករូបភាពដែលបានបង្ហាញកន្លងមកគឺ
គឺភាគីថៃទៅវិញទេដែលធ្លាប់តាក់ទាហានដាក់អីនៅក្នុងបន្ទីបាទប៉ុណ្ណឹងដូចជាប្រាសាទតាមុនធំណានៅពេលសួរថាតើប្រាសាទតាក្របីអាចជាលក្ខខណ្ឌដាច់ដោយឡែកពីលក្ខខណ្ឌទាំង4នៃកិច្ចព្រមព្រៀងសន្តិភាពដែរឬទេគឺលោកណតផលបានមានប្រសាសន៍ថាបាទគឺបញ្ហាហ្នឹងត្រូវបានបញ្ចូលទៅក្នុងលក្ខខណ្ឌទាំង4ហ្នឹងរួចហើយគឺមិនមែនជាលក្ខខណ្ឌដោយឡែកមួយទៀតទេហើយនៅពេលសួរថាតើការចរចាបើកព្រំដែនអាចកើតឡើងដែរឬទេប្រសិនបើកម្ពុជាដកកងកម្លាំងរបស់ខ្លួនចេញពីប្រាសាទតាក្របីនោះបាទឧត្តមសេនីយ៍ណតផលបានឆ្លើយថាមិនមែនទាំងស្រុងទេនឹងមានបញ្ហាជាច្រើនដែលត្រូវដោះស្រាយហើយដើម្បីឲ្យវិលត្រឡប់ទៅស្ថានភាពដូចដើមវិញហើយនៅពេលដែលអ្នកសារព័ត៌មានសួរថាតើរឿងនេះបញ្ចូលទាំងតំបន់ផ្សេងទៀតដែរឬទេនោះលោកបានមានប្រសាសន៍ថាយើងត្រូវតែពិភាក្សារឿងទាំងអស់នេះប៉ុន្តែតកតងនឹងប្រាសាទតាក្របីគឺខ្ញុំបញ្ជាក់ថាវាពិតជាមិនទាន់ចប់ទេរឿងនេះហើយនៅពេលដែលអ្នកសារព័ត៌មានសួរបន្តទៀតថាតើទៅរាយការណ៍ទៅអង្គការអន្តរជាតិណាមួយដែរឬទេគឺលោកណតផលបានថ្លែងថាពិតណាស់គឺនឹងទាមទារយកតំបន់ទាំងអស់ដែលស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ថៃមកវិញបាទហើយការនេះគឺកាត់មានឡើងក្រោយពីដែលអ្នកជាតិនិយមរបស់ថៃគឺបានគម្រាមថានឹងធ្វើបាតកម្មនៅតំបន់ប្រាសាទតាក្របីដើម្បីទាមទារយកមកវិញបាទដោយសារក្នុងពេលកន្លងមកនេះគឺមានសេចក្តីរាយការណ៍ថាកម្ពុជានៅគ្រប់គ្រងនៅទីនោះហើយលោកបានបញ្ជាក់ថាលោកសូមឲ្យមានការអាណិតអាសូរនិងការយោគយល់ច្រើនពីព្រោះអីកុំឲ្យប្រជាពលរដ្ឋទៅទីនោះដើម្បីតវ៉ាទាមទារពីព្រោះនៅមានកិច្ចការជាច្រើនដែលត្រូវចាប់ផ្ដើមទៅកំពុងធ្វើហើយយោធាកំពុងតែដោះស្រាយបញ្ហានេះបន្តិចម្ដងបាទហើយសារព័ត៌មាននេះបានដកសងសម្ដីលោកតាមសម្ដីដើមថាដូច្នេះខ្ញុំសូមឲ្យសាធារណជនជឿទុកចិត្តលើយោធានិងរដ្ឋាភិបាលថាយើងបញ្ញាចិត្តចំពោះអធិបតេយ្យភាពនិងផលប្រយោជន៍ជាតិទោះជាយ៉ាងណាក៏ដោយការដោះស្រាយបញ្ហាត្រូវតែធ្វើឡើងជាជំហានខ្ញុំធានាចំពោះអ្នកទាំងអស់គ្នាថាយើងនឹងមិនធ្វើការងារនេះយឺតយ៉ាវនោះទេបាទអញ្ចឹងដូច្នេះលោកបាននិយាយតាក់ទងជាមួយជុំវិញតែដំណើរនៅប្រាសាទតាក្របីរបស់កម្ពុជាដែលយោធារបស់កម្ពុជាកំពុងតែគ្រប់គ្រងនេះបាទហើយថែមទាំងយកបញ្ហានេះធ្វើជាបញ្ហានយោបាយផងដែរគឺតាក់ទងជាមួយនឹងការបើកចាប់ព្រំដែនវិញឬមិនបើកបាទដោយឡែកតាក់ទងនឹងបញ្ហានេះគឺថ្នាក់ដឹកនាំកម្ពុជាគឺលោកហ៊ុនសែនដែលជាអតីតនាយករដ្ឋមន្ត្រីនិងបច្ចុប្បន្នលោកជាប្រធានព្រឹទ្ធសភារបស់កម្ពុជានិងជាប្រធានគណៈបកប្រជាជនកម្ពុជាលោកក៏បានបង្ហោះសារតាមបណ្ដាញសង្គម Facebook ដែរមុននេះបន្តិចបាទអញ្ចឹងដោយដែលខ្ញុំបានអានរដ្ឋសម្ដីរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិថៃដែរចឹងខ្ញុំសូមអានអ្វីដែលកម្ពុជាបាទថ្នាក់ដឹកនាំកម្ពុជាបានសរសេរនៅតាម Facebook របស់លោកផងដែរបាទដើម្បីឲ្យប្រិមិត្តស្ដាប់និងទទួលយកការពិចារណាទាំងសងខាងបាទតាមសារតាម Facebook របស់លោកហ៊ុនសែនលោកបានបញ្ជាក់ថាតាំងពីក្រោយសេចក្តីថ្លែងការណ៍សន្តិភាពរវាងកម្ពុជាថៃត្រូវបានចុះហត្ថលេខារវាងនាយករដ្ឋមន្ត្រីកម្ពុជានិងនាយករដ្ឋមន្ត្រីថៃក្រោមការជួយរៀបចំរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលជាប្រធានអាស៊ាននិងប្រធានាធិបតីសន្តិភាពរបស់អាមេរិក Donald Trump យើងពិនិត្យឃើញថាមានការរីកចម្រើនគួរឲ្យកត់សម្គាល់តាំងពីការប្រជុំ JBC RBC រហូតដល់ការដកអាវុធធុនធ្ងន់ជំហានដំបូងចេញពីតំបន់ជម្លោះដោយមានការត្រួតពិនិត្យផ្ទៀងផ្ទាត់របស់ក្រុមសង្កេតការណ៍អាស៊ាន AOT នេះជាដំណើរឆ្ពោះទៅការបញ្ចប់ឬបន្ថយអរិភាពរវាងប្រទេសទាំងពីរដែលយើងត្រូវចូលរួមអបអរសាទរជាមួយនឹងការសម្ដែងការរីករាយខ្ញុំមានការចាំបាច់ជម្រាបជូនប្រជាជនកម្ពុជាកុំឲ្យយល់ច្រឡំរឿងបើកច្រកព្រំដែនឡើងវិញថៃឡើងរឿងបើកច្រកព្រំដែនកម្ពុជាថៃឡើងវិញព្រោះមួយរយៈចុងក្រោយនេះថ្នាក់ដឹកនាំថៃមួយចំនួនបានយករឿងបើកច្រកព្រំដែនឡើងវិញនេះមកនិយាយយ៉ាងច្រើនប្រហែលខ្លាយជាប្រធានបទសម្រាប់ការឃោសនាបោះឆ្នោតនាពេលខាងមុខនៅថៃទៀតផងការដែលថ្នាក់ដឹកនាំថៃរាប់ទាំងនាយករដ្ឋមន្ត្រីថៃផងយករឿងនិយាយរឿងបើកច្រកព្រំដែនច្រើនបែបនេះបង្កឲ្យមានការយល់ច្រឡំក្នុងចំណោមប្រជាជនកម្ពុជាឬប្រជាជនថៃថាភាគីកម្ពុជាជាអ្នកទៅសុំភាគីថៃឲ្យបើកច្រកឡើងវិញខ្ញុំពិតជាមិនចង់ឲ្យប្រជាជនកម្ពុជាទទួលទានដំណេកជាមួយនឹងការយល់ច្រឡំនោះទេសម្រាប់ប្រជាជនថៃគឺជារឿងរបស់ថៃដែលអាចត្រូវបានបោកប្រាស់សម្រាប់ការបោះឆ្នោតនាពេលខាងមុខដែលការបើកច្រកព្រំដែនคล้ายជាប្រធានបទឃោសនាបោះឆ្នោតផងដែរ
សម្រាប់ប្រជាជនកម្ពុជាខ្ញុំសូមបញ្ជាក់ឡើងវិញថាតាំងពីថៃបិទច្រកទ្វារព្រំដែនជាឯកតោភាគីមកកម្ពុជាមិនដែលបានទៅសុំថៃឲ្យបើកច្រកឡើងវិញនោះទេថៃអាចបន្តបិទ100ឆ្នាំឬ500ឆ្នាំទៀតក៏ជារឿងរបស់ថៃព្រោះកូនសោស្ថិតនៅក្នុងដៃរបស់ថៃការបិទកន្លងមកនេះមិនធ្វើឲ្យកម្ពុជាស្លាប់នោះទេតែផ្ទុយទៅវិញធ្វើឲ្យទំនិញក្នុងស្រុកចូលមកជំនួសទំនិញថៃដែលនោះគឺជាឱកាសជំរុញផលិតផលក្នុងស្រុកកាន់តែកើនឡើងហើយលោកហ៊ុនសែនបានបញ្ចប់ដោយសរសេរថាខ្ញុំបាននិយាយប្រាប់មិត្តភ័ក្តិប្រតិភូមិមិត្តភ័ក្តិបរទេសថាថៃបិទច្រកព្រំដែនជាមួយកម្ពុជាមិនមែនគ្រាន់តែកាត់ផ្តាច់ការតភ្ជាប់រវាងកម្ពុជាថៃតែប៉ុណ្ណោះទេតែជាការកាត់ផ្តាច់ការតភ្ជាប់អាស៊ាននិងអាស៊ីផងដែរឯណាទៅ Highway អាស៊ានផ្លូវដែកអាស៊ាននិង Highway អាស៊ីសង្ឃឹមថាសារនេះនឹងបានទៅដល់ថ្នាក់ដឹកនាំថៃនិងប្រជាជនថៃកម្ពុជាមិនទៅសុំថៃបើកច្រកព្រំដែនវិញទេហើយនឹងសង្ឃឹមថាប្រជាជនកម្ពុជាមិនយល់ច្រឡំថាថ្នាក់ដឹកនាំកម្ពុជាទៅធ្វើថោកទៅសុំថៃឲ្យបើកច្រកព្រំដែននោះវិញដែរបាទហើយជាការពិតគឺកាសែតខៅសូតរបស់ថៃក៏បានយកផ្សាយដែរនៅសាររបស់លោកហ៊ុនសែនណាបាទប្រិមិត្តកុំផ្សាយខ្ញុំឲ្យឮតិចអ្នកណាប្រអាប់ថាលោកកំសែងដល់ពេលអត្ថបទអង់គ្លេសនៅមុខឲ្យអានជាខ្មែរលឿនច្បាស់អត់ខុសដល់ពេលអានអត្ថបទខ្មែរទៅជាខុសបាទពួកខ្ញុំប្រយ័ត្នអានអត្ថបទខ្មែរខ្ញុំទៅអានតាមអក្សរបាទមិនអានអក្សរខ្ញុំមិននិយាយបន្ថែមបើខ្ញុំនិយាយដូចឃើញមើលអត្ថបទអង់គ្លេសខ្ញុំអានខ្ញុំចេះនិយាយទៅអាហ្នឹងវាអត់តាក់ទេដល់ពេលខ្មែរខ្ញុំដោយសារសារចុងក្រោយនេះគឺមានសារៈសំខាន់ខ្លាំងទាំងកម្ពុជាទាំងថៃអញ្ចឹងខ្ញុំចង់ឲ្យមានពាក្យខុសពាក្យពេចន៍ដើមដើម្បីឲ្យប្រិមិត្តបានដឹងណាបាទអញ្ចឹងនេះគឺជាប្រតិកម្មពីខាងថៃហើយនិងពីខាងកម្ពុជាបាទអញ្ចឹងបញ្ហាធំគឺពីរគឺតកតងនឹងប្រាសាទតាកបីហើយធ្លាយមកដល់រឿងបើកច្រកព្រំដែនដូច្នេះខាងថ្នាក់ដឹកនាំកម្ពុជាក៏ឆ្លើយតបទៅវិញបាទអញ្ចឹងខ្ញុំជូនទាំងសងខាងដើម្បីឲ្យប្រិមិត្តបានពិចារណានឹងការវិវត្តឥឡូវនេះមិនទាន់ទៅណាឆ្ងាយពីរឿងកម្ពុជាហើយនិងថៃទេគណៈបកភឿថៃដែលពីនេះមិនកាន់អំណាចនៅក្នុងប្រទេសថៃទៀតគឺព័ត៌មានទី4នេះគឺជាប្រតិកម្មរបស់ខាងគណៈបកភឿថៃដែលជាគណៈបកប្រឆាំងនៅក្នុងប្រទេសថៃពាក់ព័ន្ធនឹងសម្ដីរបស់លោកអនុធីនដែលបានថ្លែងនៅម៉ាឡេស៊ីពាក់ព័ន្ធជាមួយនឹងរឿងបញ្ហាព្រំដែននេះបាទលោក Ross បាទលោក Ross ដែលឈ្មោះថា Ross ចៃលីចន្ទ្រាបាទលោក Ross ចៃលីចន្ទ្រាលោកជាអតីតជំនួយការរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ថៃនិងជាមន្ត្រីរបស់គណៈបកភឿថៃបាទនៅពេលដែលគណៈបករបស់លោកកាន់អំណាចនោះគឺលោកជាជំនួយការរដ្ឋមន្ត្រីការបរទេសនៅថ្ងៃទី4ខែវិច្ឆិកានេះគឺវេលាម៉ោង 10:45 នាទីព្រឹកបាទលោក Ross បាននិយាយពាក់ព័ន្ធជាមួយនឹងអត្ថាធិប្បាយរបស់លោកអនុធីននាយករដ្ឋមន្ត្រីនៃប្រទេសថៃពាក់ព័ន្ធនឹងការដែលថៃចូលរំលោភលើទឹកដីរបស់កម្ពុជាដោយលោកចាត់ទុកថាសម្ដីនោះគឺមានគ្រោះថ្នាក់ខ្លាំងនិងបញ្ជាក់ថាគ្មានមេដឹកនាំថៃណាដែលធ្លាប់និយាយដូចបែបនេះទេគឺលោក Ross បានថ្លែងបែបនេះពាក់ព័ន្ធជាមួយនឹងបទសម្ភាសន៍របស់លោកអនុធីនដែលបានធ្វើបទសម្ភាសន៍ក្នុងអំឡុងពេលថ្មីនេះនៅប្រទេសម៉ាឡេស៊ីដែលលោកបាននិយាយថាប្រជាជនកម្ពុជាក៏ចូលខាងទឹកដីថៃហើយថៃក៏ចូលទន្ទានចូលក្នុងទឹកដីរបស់កម្ពុជាដែរបាទហើយលោកថាមិនគួរចេញពីមាត់របស់ថ្នាក់ដឹកនាំថៃជាសាធារណៈដូចនេះឡើយបាទលោកបានបញ្ជាក់បន្ថែមថានេះគឺដោយសារតែវាអាចមានផលវិបាកណានៅក្រោមច្បាប់អន្តរជាតិព្រោះតាមគោលការណ៍សេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីឬរដ្ឋមន្ត្រីក្រសួងការបរទេសអាចត្រូវបានប្រើជាភស្តុតាងទាំងនៅក្នុងតុលាការនិងវេទិកាអន្តរជាតិនេះជាអ្វីដែលមេដឹកនាំរដ្ឋាភិបាលត្រូវតែដឹងនិងយល់ដឹងព្រោះរាល់ពាក្យសម្ដីឆ្លុះបញ្ចាំងដោយផ្ទាល់ពីជំហររបស់រដ្ឋថៃក្នុងការងារការទូតបាទនេះគឺអ្វីដែលលោកបាននិយាយហើយលោក Ross បាននិយាយបន្ថែមថាគ្មានមេដឹកនាំថៃណាម្នាក់ធ្លាប់ទទួលស្គាល់ថាប្រទេសថៃឈ្លានពានលើទឹកដីកម្ពុជាពីមុនមកទេប្រទេសថៃឈរយ៉ាងរឹងមាំលើគោលការណ៍នៃការទាមទារសិទ្ធិស្របច្បាប់តាមច្បាប់អន្តរជាតិហើយដំណើរការនៃការកំណត់ព្រំដែនចុងក្រោយត្រូវតែស្របតាមលទ្ធផលនៃការចរចាដែលត្រូវបានអនុម័តដោយសភា
ការបញ្ចេញមតិដោយគ្មានការទទួលខុសត្រូវបែបនេះប៉ះពាល់ដោយផ្ទាល់ទៅលើការចរចារបស់ភាគីថៃហើយវាបើកទ្វារឲ្យកម្ពុជាដកសងសម្ដីរបស់នាយករដ្ឋមន្ត្រីថៃនាពេលអនាគតយ៉ាងហោចណាស់ផលប៉ះពាល់នៃពាក្យសម្ដីរបស់លោកអនុทิនធ្វើឲ្យជំហររបស់ថៃក្នុងការចរចាព្រំដែនចុះខ្សោយហើយអាចនាំឲ្យមានហានិភ័យនៃការមិនពេញចិត្តនៅក្នុងវេទិកាពហុភាគីប្រសិនបើបញ្ហានេះត្រូវបានកើនឡើងនៅបញ្ហាដល់ឆាកអន្តរជាតិដែលលោកបាននិយាយដោយសារព័ត៌មាននេះដកសងសម្ដីបន្ថែមថាសំណួរគឺថាតើលោកអនុทิននឹងទទួលខុសត្រូវចំពោះការខូចខាតនេះដោយរបៀបណាគ្រាន់តែការសំទោសទំនងជាមិនគ្រប់គ្រាន់សម្រាប់កម្រិតនៃការខូចខាតនេះទេអ្វីដែលសំខាន់ជាងនេះទៅទៀតគឺជាការធានាថាលោកនឹងមិនបង្កការខូចខាតបន្ថែមទៀតទេមិនថាដោយចេតនាឬអចេតនានោះទេព្រោះគ្រាន់តែសំទោសមិនគ្រប់គ្រាន់ទេនេះគឺជាគោលនយោបាយការបរទេសដែលបរាជ័យនិងខុសឆ្គងរបស់មេដឹកនាំបច្ចុប្បន្ននេះបើតាមការបញ្ជាក់របស់លោករ៉ូសបាទអញ្ចឹងនៅខាងភាគីថៃគឺគណៈបកប្រឆាំងនៅថៃនេះគឺគាត់ចាប់ផ្ដើមរោគរឿងនាយករដ្ឋមន្ត្រីដោយសារតែការឃោសនាការបោះឆ្នោតចិត្តមកដល់អញ្ចឹងដូច្នេះចំណុចណាដែលអាចយកធ្វើជាចំណុចសម្រាប់យកឃោសនានយោបាយបានម្នាក់ខិតខំប្រឹងចាប់គ្រឿងចាប់យករឿងនេះបាទអញ្ចឹងនេះគឺជាព័ត៌មានដែលតាក់ទងជាមួយនឹងកម្ពុជាថៃហើយព័ត៌មានចុងក្រោយនេះគឺតាក់ទងជាមួយនឹងមន្ត្រីរបស់កម្ពុជាដែលម្សិលមិញមានអ្នកសួរសំណួរនឹងពីរឿងក្រុងពីរឿងប្រាសាទព្រះវិហារអញ្ចឹងឥឡូវនេះបើយោងតាមគេហទំ Facebook របស់ក្រសួងវប្បធម៌របស់កម្ពុជាគឺលោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌របស់កម្ពុជាគឺលោកស្រីភឿងសក្កណាណាបានអញ្ជើញទៅថ្លែងនៅក្នុងមហាសន្និបាតរបស់អង្គការUNESCO លើកទី43ដែលបានរៀបចំឡើងកាលពីរសៀលថ្ងៃទី3ខែវិច្ឆិកាគឺបានន័យថាម្សិលមិញបាននៅក្នុងប្រទេសអ៊ូស្បេគីស្ថានដែលបើជានៅក្នុងប្រទេសកម្ពុជាប្រហែលជាពេលព្រឹកមិញម៉ោង4ព្រឹកមិញម៉ោងថ្ងៃទី4ណាព្រឹកថ្ងៃទី4ខែវិច្ឆិកានេះទៅហើយលោកស្រីបាននិយាយច្រើនណាបានអំពីបញ្ហាតាក់ទងនឹងការងាររបស់អង្គការ UNESCO នៅកម្ពុជាចូលរួមចំណែកយ៉ាងណាហ្នឹងគឺតាក់ទងនឹងការផ្ដល់តម្លៃសន្តិភាពឬក៏ការបញ្ចប់សង្គ្រាមហ្នឹងច្រើនក៏ប៉ុន្តែខ្ញុំសូមដកស្ទង់តែចំណុចដែលលោកស្រីបានថ្លែងពាក់ព័ន្ធជាមួយនឹងការប៉ះទង្គិចគ្នានៅតាមព្រំដែននៅតំបន់ព្រះវិហារគឺលោកស្រីក៏មិនភ្លេចជម្រាបទៅដល់ប្រតិភូទាំងអស់ដែលចូលរួមឲ្យបានដឹងដែរបើយោងតាម Facebook របស់ក្រសួងវប្បធម៌របស់កម្ពុជាគឺលោកស្រីរដ្ឋមន្ត្រីបានលើកឡើងអំពីការប៉ះទង្គិចនៅតាមព្រំដែនកម្ពុជាថៃកន្លងទៅដែលបានបង្កឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់បេតិកភណ្ឌវប្បធម៌ពិភពលោកគឺប្រាសាទព្រះវិហារគឺកម្ពុជានេះបើតាម Facebook ខ្ញុំសូមអានតាម Facebook តែម្ដងកម្ពុជាបង្ហាញនៅការសោកស្ដាយយ៉ាងខ្លាំងចំពោះការខូចខាតដែលមិនអាចស្ដារឡើងវិញបាននៅស្នាដៃវប្បធម៌ដ៏មានគុណតម្លៃនិងកម្រមួយនេះទន្ទឹមគ្នានឹងនេះដែរកម្ពុជាក៏សូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួររវាងកម្ពុជានិងថៃកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025កន្លងមកថ្មីនេះដែលមានការគាំទ្រនិងជាសាក្សីដោយផ្ទាល់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim បាទនៅក្នុងសាររបស់ខាងក្រសួងបានបញ្ជាក់ដោយបញ្ចប់ថាកម្ពុជាសង្ឃឹមយ៉ាងជ្រាលជ្រៅថាបណ្ដាប្រទេសជាសមាជិកអង្គការ UNESCO ទាំងអស់នឹងបន្តបដិញ្ញារួមគ្នាក្នុងការការពារនិងថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌របស់ពិភពលោកបាទចឹងស្ដាប់មើលទៅគឺកម្ពុជាបានលើកឡើងបញ្ហាហ្នឹងហើយប្រិមិត្តអាចថាហេតុអ្វីមិនធ្ងន់ជាងហ្នឹងដោយសារតែប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោកអញ្ចឹងដូច្នេះបានន័យថាជាភារកិច្ចរបស់បណ្ដាប្រទេសនានាត្រូវតែធ្វើការពារទាំងអស់គ្នាមិនមែនតែកម្ពុជាម្នាក់នោះទេដូច្នេះការដែលសមាជិកណាម្នាក់ទៅបំផ្លាញនេះជារឿងមួយដែលមិនល្អបាទជារឿងគួរឲ្យសោកស្ដាយអញ្ចឹងកម្ពុជាគាត់ទោះបីជា
ជារបស់កម្ពុជាមែនប៉ុន្តែដោយសារតែដាក់ជាបេតិកភណ្ឌពិភពលោកអញ្ចឹងកម្ពុជាបាននិយាយក្នុងនាមជាសមាជិកមួយរូបនៃអង្គការហ្នឹងដែលមានន័យថាសមាជិកអង្គការដទៃទៀតហ្នឹងក៏គួរតែលើកឡើងអំពីបញ្ហាហ្នឹងហើយនឹងចាប់អារម្មណ៍ហើយនឹងបន្តថែរក្សាទាំងអស់គ្នារួមគ្នាបាទអញ្ចឹងនេះគឺជាព័ត៌មានតាក់ទងជាមួយនឹងកម្ពុជាហើយនិងថៃអញ្ចឹងខ្ញុំបានជ្រើសរើសយកមកជម្រាបជូនទៅនេះគឺជាការវិវត្តមួយដែលវាមានភាពឡើងចុះបាទដោយសារយើងបានដឹងហើយគឺដោយតែខ្ញុំធ្លាប់បានជម្រាបក្នុងពេលកន្លងមកហើយគឺរហូតដល់បោះឆ្នោតក្រោយហើយនឹងយោធាថៃមានទូនាទីយ៉ាងណានៅក្នុងនយោបាយថៃនោះគឺនឹងមានការឆ្លាងខ្លាយហើយមានម្សិលមិញក៏មានមេតបថៃនោះក៏បាននិយាយយ៉ាងដែរហើយថ្ងៃនេះក៏លោកផាត់ឃ្លាំងហ្នឹងក៏និយាយដែរប៉ុន្តែខ្ញុំមិនចង់យកមុខលោកនឹងមកដាក់បង្ហាញទៀតដើម្បីកុំឲ្យប្រិមិត្តឃើញមុខគាត់នឹងប្រិមិត្តមួយចំនួនគឺដូចថាមានបញ្ហាមិនសប្បាយចិត្តទេបាទពីព្រោះដោយសារតែសម្ដីនឹងទង្វើរបស់គាត់កន្លងមកបាទលោកផាត់ឃ្លាំងហ្នឹងក៏និយាយដែរថ្ងៃនេះតាក់ទងនឹងប្រាសាទតាក្របីនឹងចឹងខ្ញុំមិនដកសងសម្ដីគាត់មកនិយាយទេបាទអញ្ចឹងនេះគឺជាការវិវត្តថ្មីបាទបន្តទៀតណាហើយបើសិនជាមានខ្លឹមសារតាក់ទងជាមួយនឹងភាគីខាងសហរដ្ឋអាមេរិកសហរដ្ឋអាមេរិកជាពិសេសជំនួបរវាងលោកឧបការីរដ្ឋមន្ត្រីការបរទេសហ្នឹងជាមួយនឹងភាគីកម្ពុជានឹងយ៉ាងណាឬក៏ជាមួយថៃយ៉ាងណាពីព្រោះលោកក៏បានអញ្ជើញទៅថៃដែរខ្ញុំនឹងយកមកជម្រាបជូននៅពេលក្រោយដូច្នេះប្រហែលជាលោកទៅមករាយការណ៍ជូនទៅខាងក្រសួងសិនលោករដ្ឋមន្ត្រីសិនបានលោកចេញសេចក្តីថ្លែងការណ៍ឬយ៉ាងណាឬក៏ទូតអាចនឹងចេញបន្ថែមទៀតនៅថ្ងៃស្អែកនេះឬក៏យ៉ាងម៉េចចាំខ្ញុំនឹងជម្រាបជូនប្រិយមិត្ត